ធ្វើម៉េចរកឃើញខ្លួនឯងរកឃើញខ្លួនឯងគឺមានន័យថារកឃើញចំណុចខ្លាំងគល់ម្នាក់មិនថាជាបុគ្គលឬក្នុងការងារអាជីវកម្មតែងតែត្រូវការចំណុចខ្លាំងបើសិនជាអ្នកមានចំណុចខ្លាំងកាន់តែច្រើនជោគជ័យកាន់តែឆាប់និងងាយស្រួលជាងធម្មតាមនុស្សគ្រប់គ្នាក៏ត្រូវការចំណុចខ្លាំងរៀងៗខ្លួនគ្រាន់តែពេលខ្លះយើងមិនទាន់ដឹងនិងមិនចាប់អារម្មណ៍តែប៉ុណ្ណោះការស្វែងរកចំណុចខ្លាំងរបស់ខ្លួនឯងអាចយកប្រៀបនិងមានទំនុកចិត្តក្នុងការយកឈ្នះលើសមរភូមិចំពោះមុខអ្នកមានមុខជំនួញឬអាជីវកម្មត្រូវតែដឹងច្បាស់អំពីចំណុចខ្លាំងនៃជំនួញរបស់ខ្លួនអញ្ចឹងខាងក្រោមនេះគឺជាកត្តាចាំបាច់មួយចំនួនដែលអាចឲ្យអ្នកពង្រឹងខ្លួននិងរកបាននៅចំណុចខ្លាំងដែលយើងចង់បាន 1. ចូលស្វែងរកចំណុចខ្លាំងចំណេះជំនាញនិងទេពកោសល្យមនុស្សមួយចំនួនតែងតែយល់ច្រឡំអំពីរឿងចំណុចខ្លាំងដោយហេតុថាឲ្យតែមនុស្សណាម្នាក់ពូកែខាងផ្នែកអ្វីមួយហើយគេតែងនិយាយថាវាជាចំណុចខ្លាំងរបស់គាត់តាមពិតដើម្បីវែកញែកឲ្យដាច់ពីចំណុចទាំងអស់នោះគឺខុសគ្នាដូចម្ដេចហើយចំណុចខ្លាំងជាអ្វីពិតប្រាកដនោះយើងត្រូវធ្វើការសិក្សាបន្ថែមអំពីរឿងនេះហើយសំណួរដែលមានសារៈសំខាន់នៅពេលនេះគឺតើអ្វីទៅគឺជាចំណុចខ្លាំងធ្វើការបកស្រាយដោយខ្លីចំណុចខ្លាំងគឺការសម្រេចការងារអ្វីមួយប្រកបដោយភាពឥតខ្ចោះនិងជាទូទៅគឺសម្រេចបានល្អយ៉ាងទៀងទាត់ទៀតផងទេពកោសល្យគឺជាទំនោរនៃការគិតឬទង្វើរបស់អ្នកកើតឡើងពីធម្មជាតិចំណេះគឺការរួមផ្សំនៃទិន្នន័យនិងមេរៀនដែលបានរៀនសូត្រកន្លងមកជំនាញគឺជាដំណាក់កាលនៃការធ្វើកិច្ចការងារទេពកោសល្យចំណេះជំនាញទាំង3មុខផ្គុំគ្នាបង្កើតបានជាចំណុចខ្លាំងឧទាហរណ៍ដូចជាការសម្រេចចិត្តដ៏ត្រឹមត្រូវការលើកទឹកចិត្តដល់បុគ្គលិកឲ្យប្រតិបត្តិតាមវត្ថុបំណងរួមនៃអង្គភាពគឺជាចំណុចខ្លាំងដើម្បីចាត់ទុកកិច្ចការមួយជាចំណុចខ្លាំងបានគឺអ្នកអាចធ្វើកិច្ចការនោះបានជានិច្ចរហូតអាចរំពឹងទុកលទ្ធផលជាមុនបានអ្នកអាចធ្វើវាបានដដែលឡើងវិញប្រកបដោយសេចក្តីសុខមិនតែប៉ុណ្ណោះគឺទទួលបានជោគជ័យដើម្បីឲ្យអ្នកឆាប់ទទួលបានជោគជ័យអ្នកត្រូវសំលៀងចំណុចខ្លាំងរបស់អ្នកឲ្យមុតស្រួចជាងមុន 2. ឧបមាថាអ្នកស្វែងរកចំណុចខ្លាំងរបស់អ្នកតាមរយៈការសម្ភាសការងារថ្មីអ្នកអាចយល់បានថាអ្នកមានជំនាញច្រើនយ៉ាងអ្នកមានជំនាញចំណេះដឹងទូទៅទូលំទូលាយហើយអ្នកយល់ដឹងច្រើនពីកិច្ចការសង្គមនិងវប្បធម៌តែអ្នកអាចមិនដឹងថាអ្នកមានចំណុចខ្លាំងអ្វីខ្លះនោះទេនៅពេលដែលអ្នកចូលសម្ភាសដើម្បីធ្វើការងារថ្មីអ្នកនឹងអាចត្រូវបានវាគ្មិនសួរសំណួរសំខាន់មួយនេះបន្ទាប់ពីអ្នករៀបរាប់ប្រាប់ពីចំណេះដឹងនិងបទពិសោធន៍របស់អ្នករួចមកសំណួរនោះគឺតើអ្វីជាចំណុចខ្លាំងនិងចំណុចខ្វះខាតរបស់អ្នកការពិតពេលខ្លះអ្នកនឹងរកចម្លើយដើម្បីប្រាប់គេមិនឃើញនោះទេហើយពេលខ្លះយើងបានឆ្លើយទាំងមិនយល់ច្បាស់អំពីអ្វីដែលគេចង់សួរផងឧទាហរណ៍អ្នកធ្លាប់ធ្វើជាគណនេយ្យករនៅក្នុងស្ថាប័នមួយពីមុនមកហើយអ្នកបានរៀបរាប់យ៉ាងក្បោះក្បាយពីកិច្ចការរបស់អ្នកជាទូទៅនៅក្នុងការសម្រេចកិច្ចការជាប្រចាំរបស់អ្នកក្នុងផ្នែកគណនេយ្យមួយនេះតើចំណុចអ្វីទៅដែលធ្វើឲ្យអ្នកធ្វើកិច្ចការទាំងនោះដែលប្រកបទៅដោយភាពឥតខ្ចោះនោះនឹងអាចធ្វើល្អដដែលបានយ៉ាងទៀងទាត់មិនហើយចំណុចខ្លាំងរបស់អ្នកអាចមានចំនួន1ទៅ2ផងថាមិនដឹងដូចដែលយើងបានលើកឧទាហរណ៍កន្លងមកជាងនេះទៅទៀតអ្នកត្រូវរកអំណះអំណាងដើម្បីជាផុសតាងចាំបាច់ដើម្បីគ្រប់គ្រងនិងជំរុញឲ្យវាគ្មិនជឿជាក់និងទុកចិត្តចំពោះសម្ដីរបស់អ្នកភាគច្រើនអ្នកសម្ភាសចំណាប់អារម្មណ៍ខ្លាំងចំពោះចំណុចដ៏រសើបនេះព្រោះវាពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងមុខតំណែងថ្មីនេះហើយវាក៏អាចជាឱកាសរបស់អ្នកផងបើសិនជាអ្នកយកកថាខណ្ឌដែលយើងរៀបរាប់នេះយកទៅពិចារណានិងសិក្សាបន្ថែមអ្នកនឹងបាត់បង់ពិន្ទុបើសិនជាអ្នកមិនបានឆ្លើយឲ្យបានច្បាស់លាស់ពីចំណុចខ្លាំងនិងបកស្រាយឲ្យសមរម្យចំពោះចំណុចខ្វះខាតរបស់អ្នកនោះទេទី3រកឲ្យឃើញនៅទស្សនវិស័យនិងចំណុចខ្លាំងរបស់អ្នកយ៉ាងហោចណាស់អ្នកត្រូវមានចំណុចខ្លាំង1ឬ2ដើម្បីឆ្លើយតបយ៉ាងមោះមុតចំពោះផែនការជីវិតរបស់អ្នកចំណុចខ្លាំងទាំងនេះមិនមែនជាចំណុចខ្លាំងធម្មតាទេប៉ុន្តែអ្នកត្រូវគិតថាវាជាចំណុចដែលធ្វើឲ្យអ្នកឈានដល់ចំណុចកំពូលនៃជីវិតរបស់អ្នកអាចគិតថាវាពិបាកណាស់ព្រោះថាចំណុចខ្លាំងដែលខ្ញុំមានគ្រាន់តែជាចំណុចតូចតាចក្នុងការងារប៉ុណ្ណោះគ្មានអ្វីអាចជួយខ្ញុំបានច្រើននោះទេកុំទាន់អស់សង្ឃឹមហើយកុំឲ្យមើលងាយចំណុចខ្លាំងនោះអីព្រោះអ្នកអាចដុសខាត់ខ្លួនឯងនិងសម្រួចចំណុចខ្លាំងទាំងឡាយ
ដែលអ្នកមានស្រាប់នឹងត្រូវការអ្វីដែលមនុស្សអាចស្រមៃដល់ហើយជឿជាក់នោះគេមកជាអាចសម្រេចវាបានដូច្នេះអ្វីដែលអ្នកត្រូវធ្វើនោះគឺធ្វើយ៉ាងណាឲ្យស្គាល់ច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឆ្លើយតបទៅនឹងផែនការជីវិតដែលអ្នកមាន